សពរជនបាននាំយកអំណោយជាថវិកានិងគ្រឿងឧបភោគបរិភោគចូលរួមជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកព្រៃនប់នៅរសៀលថ្ងៃសុក្រទី13ខែមិថុនាឆ្នាំ2025អនុសាខាកាកបាទក្រហមកម្ពុជាស្រុកព្រៃនប់បានទទួលអំណោយមនុស្សធម៌ពីសពរជនដោយបាននាំយកអំណោយជាថវិកានិងគ្រឿងឧបភោគបរិភោគឧបត្ថម្ភក្នុងឱកាសខួបលើកទី162ទិវាពិភពលោកកាកបាទក្រហមនិងអត្តច័ន្ទក្រហម8ឧសភា2025ក្រុមប្រធានបទរួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុហើយពិធីនេះដោយក្រុមការអញ្ជើញទទួលអំណោយពីសពប្រជាជនខាងលើនេះពីលោកអ៊ីធីរិនប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកព្រៃនប់ដែលបានរៀបចំធ្វើឡើងនៅទីស្នាក់ការអនុសាខាស្រុកហើយសកម្មភាពសពប្រជាជនពីមនុស្សធម៌បានចូលរួមចំណែកនៅថវិកាផ្ទាល់ខ្លួននិងគ្រឿងឧបភោគបរិភោគដើម្បីជាកម្លាំងស្នូលសម្រាប់ជួយដល់សង្គមជាតិរួមទាំងឲ្យអនុសាខាស្រុកក្នុងការយកទៅប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិនិងគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលាហើយក្នុងការចូលរួមពីសពប្រជាជនដែលបានអញ្ជើញមកពីក្រុមហ៊ុន Grand Boko មានក្រុមហ៊ុនចំនួន4និងក្រុមហ៊ុន Ronzi Mazel បាននាំយកអំណោយជាថវិកានិងគ្រឿងឧបភោគបរិភោគយកមកប្រគល់ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកព្រៃនប់ក្នុងនោះមានគ្រឿងឧបភោគនិងភេសជ្ជៈចំនួន3មុខរួមមានអង្ករ40បាវភេសជ្ជៈកូកា40កេសនិងទឹកបរិសុទ្ធ10កេសដោយឡែកក្រុមហ៊ុន Ronzi Mazel ឯកនាំយកអំណោយអង្ករចំនួន2000គីឡូក្រាមមី40កេសទឹកបរិសុទ្ធ100កេសនិងថវិកាចំនួន$2000អាមេរិកផងដែរដោយអំណោយទាំងអស់នេះហើយគឺដើម្បីឲ្យអនុសាខាមានធនធានបន្តផ្ដល់សេវាកម្មមនុស្សធម៌ដោះស្រាយបញ្ហាប្រឈមនានានិងពង្រឹងភាពធន់ក្នុងសហគមន៍រួមទាំងជួយសម្រាលទុក្ខលំបាកដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះនិងជនងាយរងគ្រោះបំផុតតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហមនិងអត្តច័ន្ទក្រហមដូច្នេះហើយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកព្រៃនប់សង្ឃឹមយ៉ាងមុតមមថាសម្ដេចអាយដាមលោកជំទាវអ្នកអុកញ៉ាលោកអុកញ៉ាលោកស្រីអ្នកនាងកញ្ញាជាសពប្រជាជនគ្រប់មជ្ឈដ្ឋាននឹងចូលរួមបរិច្ចាគធនធានឧបត្ថម្ភជាថវិកានិងសម្ភារៈក្នុងការចូលរួមចំណែកដ៏សំខាន់សម្រាប់សង្គមជាតិហើយក្នុងឱកាសនោះដែរលោកអ៊ីធីរិនប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកព្រៃនប់ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលជាវិស័យឯកជនបានចូលរួមបរិច្ចាគធនធានឧបត្ថម្ភជាថវិកានិងគ្រឿងឧបភោគបរិភោគដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃភាពងាយរងគ្រោះនៅក្នុងប្រទេសជាពិសេសក្នុងស្រុកព្រៃនប់ដែលជាជំនួយការអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ហើយអនុសាខាស្រុកនឹងរៀបចំគីកោរកមូលនិធិដើម្បីឲ្យមានធនធានធ្វើប្រតិបត្តិការមនុស្សធម៌របស់ខ្លួនដោយសម្ដៅចូលរួមចំណែកក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយផ្សេងៗការកាត់បន្ថយអត្រាឈឺនិងស្លាប់នៃមាតានិងទារកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍លើកកម្ពស់គោលការណ៍គ្រឹះទាំង7នៃតម្លៃមនុស្សធម៌សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិនិងវប្បធម៌អហិង្សាជាដើមដូចនេះហើយការចូលរួមរបស់សពប្រជាជនពីមនុស្សធម៌ទាំងនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋដែលជួបទុក្ខលំបាកមិនថានៅទីកន្លែងណានោះទេគឺកាកបាទក្រហមកម្ពុជាតាមជួយបងប្អូនប្រជាពលរដ្ឋជានិច្ច